ទូរស័ព្ទម្ដាមនេះគឺជា Tecno Spark Go 2 ដែលបញ្ហារបស់វានោះគឺមានបញ្ហាខូចអេក្រង់អញ្ចឹងយើងមើលរកអត់ឃើញទេឃើញតែព្រាលៗនេះដូចដែលខ្ញុំបង្ហាញអញ្ចឹងណាហើយឥឡូវនេះខ្ញុំមកបង្ហាញពីរបៀបដូរអេក្រង់ទាំងអស់គ្នាហើយសម្រាប់ខ្ញុំដូរអេក្រង់នេះគឺសាមញ្ញរបស់ខ្ញុំគឺប្រើជាមួយនឹងពុម្ពបណ្ដុះ IC អញ្ចឹងណាហើយបន្ទាប់មកខ្ញុំយកផ្លាស្ទិកដើម្បីដាក់កោះវាបន្តពីពុម្ពហ្នឹងព្រោះដោយសារតែបើសិនជាយើងយកប្រភេទពុម្ពហ្នឹងអូសវារហូតវាអាចនឹងដាច់ខាងខ្នងវាឬមួយក៏សបកវាអញ្ចឹងណាហើយខ្នងវាហ្នឹងក៏វារាងស្អិតដែរដោយសារតែស្គុតមុខពីរវារាងក្រាស់អញ្ចឹងយើងពេលដែលយើងបកហ្នឹងគឺប្រឹងមកអស់ដៃដែរណាហើយឥឡូវនេះយើងធ្វើការដកខ្នងបានហើយបន្ទាប់មកខ្ញុំធ្វើការមួលខ្ចៅចេញហើយសម្រាប់ខ្ចៅនេះវាមានពីរប្រភេទខាងក្រោមពណ៌ខ្មៅខាងលើពណ៌សអញ្ចឹងពេលដែលយើងដោះចេញគឺយើងត្រូវតែប្រយ័ត្នប្រយែងវាដែរព្រោះដោយសារតែអាខ្មៅហ្នឹងវារាងខ្លីជាងអសអញ្ចឹងណាហើយឥឡូវនេះខ្ញុំធ្វើការដោះវាចេញដោះសបកខាងក្រោយវាចេញដើម្បីយើងលើកអេក្រង់ចេញអញ្ចឹងណាចឹងខ្ញុំធ្វើការកោះថ្មចេញសិនព្រោះដោយសារតែស្នាប់អេក្រង់វានៅក្រោមថ្មអញ្ចឹងយើងត្រូវកោះថ្មចេញដោយសារតែកាវហ្នឹងវារាងស្អិតខ្លាំងបន្តិចអញ្ចឹងធ្វើឲ្យបាក់ដែរកោះថ្មណាឥឡូវនេះដល់វគ្គកោះអេក្រង់ចេញហើយដោយសារតែអេក្រង់វាខូចអញ្ចឹងយើងអត់បាក់ប្រយ័ត្នអីទេគឺយើងកោះយក direct តែម្ដងហើយបន្ទាប់ពីយើងសម្អាតតួហើយគឺយើងត្រូវតែអេក្រង់ថ្មីសម្រាប់អេក្រង់នេះដែរខ្ញុំប្រើប្រភេទអេក្រង់ប្រអប់ដែកព្រោះដោយសារតែពួកនេះខ្ញុំធ្លាប់ប្រើវា color វាស្អាតហើយថាច់វា smooth ល្អទៀតអញ្ចឹងខ្ញុំចូលចិត្តប្រើអាហ្នឹងហើយដាក់ឲ្យភ្ញៀវអត់ងាយឡងទេពួកហ្នឹងណាដាក់មួយដឹងមួយហ្មងអញ្ចឹងឥឡូវខ្ញុំធ្វើការចាប់ចូលតួដើម្បីតេស្តមើលបញ្ជាក់ថាវាអូខេឬអត់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីដាក់អេក្រង់ហើយគឺខ្ញុំរៀបដាក់ថ្មតែវារបូតស្នាប់តាក់ទងនឹងប្រទះសាកអញ្ចឹងស្នាប់ទៅប្រទះសាកហ្នឹងគឺយើងគួរតែដាក់ដែរដាក់ឲ្យស្អាតទៅនេះបន្ទាប់ពីយើងដាក់អេក្រង់ថ្មីហើយគឺវាដំណើរការហើយអញ្ចឹងឥឡូវខ្ញុំធ្វើការដោះលេខកូដដើម្បីតេស្តថាច់វាអញ្ចឹងបញ្ជាក់កន្លែងនេះដែរខ្ញុំត្រូវការលេខកូដដើម្បីដោះដើម្បីតេស្តថាច់ហ្នឹងព្រោះពួកនេះជួនកាលបើយើងអត់បានតេស្តវាឲ្យដិតដល់ទេវាអាចនឹងមានបញ្ហាកន្លែងណាកន្លែងណីអញ្ចឹងយើងមើលអត់ឃើញវាពិបាកអញ្ចឹងណាអញ្ចឹងយើងពេលដែលយើងដូរឲ្យភ្ញៀវយើងត្រូវតែអឺសុំលេខកូដដើម្បីតេស្តឲ្យស្អាតតែម្ដងហើយត្រង់ចំណុចនេះដែរខ្ញុំបើកពណ៌សនេះគឺបើកដើម្បីមើលស្ពណ៌ជួនកាលអេក្រង់ថ្មីមែនប៉ុន្តែវាអាចស្ពណ៌វាអាចមានដានមានខូចមានអីដែរអញ្ចឹងយើងមើលអត់ដឹងទេអញ្ចឹងយើងប្រយ័ត្នប្រយែងឲ្យហើយមុនពេលដែលយើងចាប់ចូលឲ្យភ្ញៀវអញ្ចឹងមើលឃើញថាវាស្អាតហើយខ្ញុំក៏សម្រេចចិត្តរៀបចំដើម្បីបិទកាវត្រង់កន្លែងនេះតកតទៅនឹងអាកាវខ្មៅណានោះអាប៉ុងខ្មៅនៅលើហ្នឹងខ្ញុំធ្លាប់ជួបប្រហែលអ្នកដែរភ្ញៀវគាត់យកមកដល់ពេលកោះអេក្រង់មកឃើញនៅជាប់អាកាវនឹងឯងមកអញ្ចឹងកាវហ្នឹងវារាងក្រាស់ដែរពេលដែលយើងរៀបចំបើសិនជាយើងអត់បកអាហ្នឹងចេញទេវាកល់អេក្រង់ហើយអញ្ចឹងពេលណាដែលយើងព្យាយាមបិទកាវអឹបអញ្ចឹងវាអាចនឹងបាក់អេក្រង់
អាហ្នឹងតតែប្រយ័ត្នដែរណាយើងរៀបចំឲ្យស្អាតហើយដូចស្នាប់ដូចអីហ្នឹងក៏ដោយដែរពេលដែលយើងរៀបចំគឺរៀបចំឲ្យស្មើស្អាតដាក់រៀបឲ្យស្អាតកុំឲ្យមានលមួលមានអីព្រោះហ្នឹងទៅពេលណាដែលយើងចាប់ចូលតួអញ្ចឹងតែខុសកន្លែងស្នាប់វាដឹងតែលមូលកឲ្យក្រង់ហើយអញ្ចឹងយើងត្រូវរៀបចំឲ្យស្អាតហើយចំពោះការបិទកាវនេះគឺខ្ញុំបិទទុកចន្លោះពីរទុកកន្លែង sensor មួយហើយនឹងទុកកន្លែងកស្នាប់មួយព្រោះដោយសារតែតកតនឹងកស្នាប់បើសិនជាយើងបិទកាវច្រើនពេកវាជ្រាបចូលកស្នាប់ក៏អាចធ្វើឲ្យអេក្រង់នឹងមានបញ្ហាដែរដូចថាច់អត់ស្រួលឬមួយក៏វាចេញឆ្នូតអីចឹងណាអាហ្នឹងខ្ញុំធ្លាប់ជួបអត់ប្រសពផ្ទាល់ខ្លួនឯងចឹងបន្ទាប់ពីយើងបិទកាវជុំវិញរួចរាល់អស់ហើយគឺយើងតម្លាក់ចូលតួបន្ទាប់ពីយើងតម្លាក់ចូលតួយើងច្បាច់មើលឲ្យស្មើស្អាតទៅនឹង frame កុំឲ្យមានហើបមានកល frame កលអីចឹងណាចឹងអានេះខ្ញុំច្បាច់មើលខ្ញុំពិនិត្យមើលគ្រប់ជ្រុងអស់ហើយវាអូខេហើយចឹងខ្ញុំចាប់ស្នាប់ចូលបន្ទាប់មកខ្ញុំធ្វើការរឹតកៅស៊ូយើងធ្វើការរឹតកៅស៊ូវាប្រហែលជាខ្ទង់10នាទីទៅ15នាទីដើម្បីឲ្យអេក្រង់ហ្នឹងកាវហ្នឹងវាស្ងួតទៅវាហាប់ជាប់ទៅនឹងតួបានស្អាតហើយវាអត់មានហើរអត់មានអីចឹងណាចឹងបើសិនជាយើងអត់ចងកៅស៊ូចឹងទេយើងចាប់ឲ្យភ្ញៀវភ្លាមពេលដែលភ្ញៀវគាត់យកទៅប្រើមិនបានវាអាចនឹងល្បេះមកវិញចឹងណាចឹងអានេះខ្ញុំបន្ទាប់ពីខ្ញុំបានបិទវាចងហើយប្រហែលជា15នាទីខ្ញុំស្រាយចេញដើម្បីរៀបចំដាក់ថ្មហើយសម្រាប់ស្គុតដែលខ្ញុំបិទថ្មនេះគឺខ្ញុំអត់បិទធំទេបិទតូចល្មមព្រោះដោយសារតែពេលយើងដាក់ចូលទៅយើងចាប់តួចាប់អីទៅវាជួយទប់គ្នាហើយកុំឲ្យតែវាអង្គិលឡើងលើចុះក្រោមទៅបានហើយចឹងឥឡូវខ្ញុំរៀបចំដាក់ថ្មចូលហើយបន្ទាប់មកយើងដាក់តួខាងក្រោយវាចូលវិញកັບសបកខាងក្រោយវាចូលវិញតើតើនឹងកັບសបកនឹងចង់ចូលវិញនេះគឺយើងត្រូវប្រយ័ត្នដែរព្រោះបើយើងចុចលើអេក្រង់ខ្លាំងពេកវាអាចនឹងបាក់ព្រោះដោយសារតែតួស៊ីនរបស់វារៀងរឹងហើយវាហាប់ណែនជាងអញ្ចឹងណាអញ្ចឹងបើសិនយើងព្យាយាមចុចលើអេក្រង់ខ្លាំងពេកវាអាចនឹងបាក់អញ្ចឹងឥឡូវខ្ញុំធ្វើការចាប់ខ្ចៅចូលហើយបញ្ជាក់ដែរខ្ចៅខាងលើគឺពណ៌សខ្ចៅខាងក្រោមគឺពណ៌ខ្មៅបន្ទាប់ពីខ្ញុំរៀបចំចាប់ខ្ចៅចាប់អីចូលហើយគឺខ្ញុំរៀបចំសម្អាតកាវនៅលើសំបកនឹងមួយវគ្គទៀតព្រោះដោយសារតែប្រភេទកាវហ្នឹងវាជាប្រភេទដូចស្គុតមុខពីរអញ្ចឹងវាក្រាស់អញ្ចឹងពេលយើងកោសមកវាតែងតែមានកន្លែងណាដែលវានៅជាប់នឹងតួផងជាប់នឹងសំបកផងអញ្ចឹងយើងសម្អាតវាអស់ទៅព្រោះពេលណាដែលយើងសម្អាតវាស្អាតពេលដែលយើងបិទចូលទៅវិញក៏ស្អាតដែរបើសិនជាយើងអត់សម្អាតកាវនេះចេញទេពេលដែលយើងបិទទៅវាអាចនឹងមានកន្លែងខ្លះខ្ពស់កន្លែងខ្លះទាបវាអាចមានចន្លោះប្រហោងវាអាចមានមើលទៅវាអត់ស្អាតណាមើលទៅអត់ស្អាតទេវាអត់ហាប់ស្អាតទេអញ្ចឹងយើងសម្អាតវាអស់ដូចខ្ញុំធ្វើអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំរៀបចំបិទកាវដាក់កាវហើយបញ្ជាក់ផងដែរតកតងនឹងខ្នងកាវខ្នងខ្ញុំប្រើកាវសហើយកាវខាងមុខហ្នឹងកាវបិទអេក្រង់ខ្ញុំប្រើកាវខ្មៅពីរហ្នឹងផ្សេងគ្នាព្រោះដោយសារតែកាវសវាអត់សូវស្អិតទេអញ្ចឹងពេលដែលយើងបិទខ្នងក្រោយបើយើងចង់កោសវគ្គក្រោយទៀតក៏វាអត់មានបញ្ហាដល់ខ្នងដែរវាអត់ស្អិតខ្លាំងអញ្ចឹងឥឡូវខ្ញុំធ្វើការតម្លាក់ខ្នងចូលពេលដែលយើងតម្លាក់គឺយើងត្រូវតែស្ទាបដោះវាជុំវិញឲ្យដឹងថាវាស្មើគ្នាហើយធ្លាក់ចូលប្រឡោះស្មើគ្នាហើយអាហ្នឹងបានស្អាតណាហើយនេះកន្លែងនេះគឺខ្ញុំបៀកកន្លែងកស្នាប់ហ្នឹងគឺខ្ញុំបៀកកាវថ្មីខ្ញុំអត់បិទយកពេញកស្នាប់ទេគឺខ្ញុំបៀកតែប៉ុណ្្នឹងទេយើងបៀកដើម្បីបាំងកុំឲ្យមានដីចូលឬមួយក៏ទឹកចូលទឹកមុំអីចូលទៅវាអាចនឹងខូចកអេក្រង់ខូចអីចឹងយើងបិទចឹងទៅយើងបៀកវាចឹងទៅ
បន្ទាប់ពីបៀករួចរាល់អស់ហើយគឺខ្ញុំសម្អាតអេក្រង់ដើម្បីបិទ screen ជាទឹកចុងក្រោយការដូរអេក្រង់គឺខ្ញុំតែងតែ free screen ពេញឲ្យភ្ញៀវតែម្ដងចឹងនេះសម្រាប់ជាលទ្ធផលចុងក្រោយពេលដែលរៀបចំដូររួចរាល់ហើយគឺស្អាតបែបនេះណាហើយបើសិនជាបងប្អូនមានទូរស័ព្ទខូចអីចង់ដូរស៊េរីចង់ដូរអេក្រង់ចង់ជួសជុលអីហ្នឹងនិយាយទៅចង់វាយដូរយកស៊េរីថ្មីក៏បានចង់ជួសជុលប្រើក៏បានអញ្ចឹងបងប្អូនអាចតាក់ទងខ្ញុំបានណាហើយតាក់ទងនឹងអេក្រង់ពេលដែលយើងដូរហើយគឺស្អាតបែបនេះ Theme 14 Pro Max ទៀតអរគុណច្រើនសម្រាប់ការទស្សនា